សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបង្កើត user profile នៅលើ Windows Server 2012 ហើយខ្ញុំចង់បង្ហាញថា user ក្នុងការបង្កើត profile ហ្នឹងគឺ profile មាន3ប្រភេទគឺ local profile domain profile និង military profile local profile គឺជា profile ធម្មតាគឺថាសម្រាប់ក្រុមហ៊ុនគឺឲ្យបុគ្គលិក user ធម្មតាប្រើដើម្បីគាត់អាចភាគច្រើនគឺគេធ្វើអាចឲ្យគាត់ change setting បន្តិចបន្តួចលើ desktop របស់គាត់ផ្ទាល់តែម្ដងដូចជា wallpaper អីផ្សេងបន្តិចបន្តួចប៉ុន្តែនៅពេលដែលគាត់ទៅប្រើកុំព្យូទ័រផ្សេងទៀតគឺអា setting ដែលគាត់បាន change ដូចជា wallpaper អស់ទាំងហ្នឹងគឺអត់មាននៅលើកុំព្យូទ័រផ្សេងទៀតទេតែបើ roaming profile មានលក្ខណៈពិសេសត្រង់ថាបើគាត់ change wallpaper លើ desktop គាត់បើគាត់ជា roaming profile គឺពេលដែលគាត់ទៅប្រើកុំព្យូទ័រផ្សេងទៀតនៅពេលដែលគាត់ log in ចុះគឺអា wallpaper ហ្នឹងគឺនៅមានលើកុំព្យូទ័រថ្មីដែលគាត់log in ចូលហ្នឹងដូច្នេះឲ្យតែនៅក្នុង domain តែមួយគឺគាត់អាច log ទៅកុំព្យូទ័រណាមួយក៏ដោយគឺគាត់នៅតែអាចមាន wallpaper ចាស់របស់គាត់ដដែលរីឯ mandatory profile ហ្នឹងភាគច្រើនគេប្រើសម្រាប់guest user សារភាគច្រើនគេដាក់ឲ្យពេលគាត់ប្រើប្រាស់កុំព្យូទ័រហ្នឹងហើយ data ទាំងប្រមាណហ្នឹងវាត្រូវលុបចោល remove ចោលដោយ automatic នៅពេលដែលគាត់ហ្នឹងបិទlog out ចេញហើយនៅពេល user ថ្មី log ចូលមកគឺអា data ហ្នឹងគឺអត់មានទៀតទេអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបង្កើត local profile មុនអញ្ចឹងជាដំបូងសូមចូលទៅកាន់ Active Directory ចូលកន្លែង user នេះចុច mouse ស្ដាំ new user យើងដាក់ឈ្មោះមកដាក់ថា user 1 passwordអូខេឥឡូវយើងបង្កើតបាន user profile មួយដែល user profile នោះជា local profile ជា local profile អញ្ចឹងខ្ញុំនឹង log ចូលទៅកាន់អញ្ចឹងខ្ញុំនឹង log ចូលទៅកាន់ client កុំព្យូទ័រ clientអូខេអញ្ចឹង user ថ្មីមួយដែលយើងបង្កើតបានហ្នឹងគឺអាចប្រើប្រាស់បានហើយទេអញ្ចឹងខ្ញុំបត់ទៅកាន់ Windows Server ម្ដងខ្ញុំនឹងបង្កើត domain profile ម្ដងអូខេឥឡូវខ្ញុំនឹងបង្កើត domain profile ម្ដងជាដំបូងយើងត្រូវចូលទៅបង្កើត profile មួយកាន់ Active Directory តមកចុចពាក្យ new user ថា user 2 user 2
ok បន្ទាប់មកយើងកាត់ចូលទៅកាន់ drive របស់យើងមួយខ្ញុំជ្រើសរើស drive C ហើយខ្ញុំនឹងបង្កើត folder មួយដាក់ថា roaming តមកខ្ញុំនឹង share folder ហ្នឹងហើយ search ឈ្មោះ user ដែលយើងមិញ user 2 ដាក់ថា retry តមកចុច share មក done ចុច property sharing ចុច event sharing permission បន្ទាប់មក copy network page នេះបន្ទាប់មកយើងចូលទៅកាន់ Active Directory វិញឈ្មោះយើង user 2 ចុច property ចុចកន្លែង profile ហើយ paste កន្លែងនេះចុច slash ហើយខាងក្រោមនេះ time username អូខេបន្ទាប់មកចុច OK ហើយយើងនឹងធ្វើការ log ចូលទៅកាន់កុំព្យូទ័រ client តែម្ដងអូខេឥឡូវយើងនឹងចូលទៅមើល profile type របស់យើងចុច My Computer ចុច Property ចុច Eventទៅមកចុច setting កន្លែងត្រង់កន្លែង user profile ហើយរកឈ្មោះរបស់ user ដែលកំពុងប្រើហ្នឹងគឺ user 2ហើយគាត់មាន profile គាត់ជា roaming profile អូខេដូច្នេះការធ្វើ roaming profile របស់ខ្ញុំចប់ហើយខ្ញុំនឹងបន្តទៅធ្វើមួយទៀតចុងក្រោយគឺ mandatory profile អូខេឥឡូវខ្ញុំចូលទៅក្នុង drive C ខ្ញុំបង្កើត folder ថ្មីមួយទៀតដាក់ថា guest ខ្ញុំនឹងធ្វើការ share folder ដូចគ្នា
បន្ទាប់មកចូលទៅកាន់ Active Directory ហើយធ្វើការ create new user ok បន្ទាប់មកចូលទៅកាន់ property របស់ user ចូលទៅកាន់ profile យើងត្រូវ copy network page ទៅនេះមកមកផាសនៅក្នុងនេះតមកដាក់ឈ្មោះ user ហើយកន្លែងនេះចុច connect copy link នេះមកដាក់នៅត្រង់នេះតមកខ្ញុំចូលទៅកាន់ member of ចុចត្រង់ add advanced find now សូមយកពាក្យ backup operator អូខេអូខេទៀតអូខេអូខេបន្ទាប់មកយើងត្រូវការ sign out វាចេញវិញអូខេបន្ទាប់មកចូលទៅកាន់ try Cអូខេបន្ទាប់មកយើងយកវាទៅផាសនៅកន្លែងនេះវិញកន្លែង guest អូខេបន្ទាប់មកយើង rename ទៅនេះ .v2 v2 ហើយ copy វាតមកចូលកន្លែងនេះចូល property security advanced ចូល share សុំទោសចូល change ហើយអ្នក advanced
រើស adminរើស admin អូខេអូខេ thích ទៅនេះផងអូខេទៅមកដូចណែមកនេះ dot olt ហើយផាមុនមកតបមកចូលទៅកន្លែង user វិញហើយឆេងអានេះមកដូចដើមវិញអូខេuser 3ខ្ញុំតបចូលទៅ my computer ចុច property ចំណុច advanced system setting ចុច setting user profile ហើយយើងនឹងឃើញថាឈ្មោះ user ទី3របស់យើងមាន type account ជាប្រភេទ mandatory profile ដូច្នេះការបង្ហាញរបស់ខ្ញុំសូមបញ្ចប់ប៉ុណ្ណេះ